ប្រទេសថៃនឹងចាត់ SEA Games នៅខាងមុខអានេះខ្ញុំនិយាយថយក្រោយនេះនឹងធ្វើឲ្យល្អឲ្យប្រណិតឲ្យល្អជាងកម្ពុជាឥឡូវมันបានស្មើកម្ពុជាផងនេះរដ្ឋមន្ត្រីទាំងមូលទទួលបន្ទុកប្រធានរៀបចំ SEA Games នៅប្រទេសថៃបាទឡើងថ្លែងឡើងថ្លែងសន្ទរកថាឬអានបាត់បើថានិយាយធម្មតាអាចនឹងខុសនេះអានខុសតែពោលមានចេញមកក្រោយថាអានមិនខុសទេអ្នកតសេខុសខ្ញុំសួរថាហើយគេតសេទាំងមូលនេះរបស់ជាតិអាស៊ានទាំងមូលនេះអីមកអានគេតសេខុសយ៉ាងម៉េចហើយតសេនោះអត់បានមើលមិនគឺទៅរឿងអាស្រូវច្រើនបាទតាំងពីបើករហូតដល់បិទតែអនុធាននេះឆ្លាតកន្លែងនេះឆ្លាតអនុធានអត់តបើកខ្លួនឯងទេយាងស្ដាច់ទៅបើកបាទដើម្បីអីទោះបីអ្នកគេទៅជេរអ្នកគេទៅថាអីក៏អត់ហ៊ានថាដែរព្រោះអីស្ដាច់ជេរប្រេះផ្ដាស់បានទេបាទជេរប្រេះផ្ដាស់អាហ្នឹងយើងគិតមើលទៅទោសបាទជាប់គុកប្រហែលឆ្នាំទៀតនោះបាទដូចគាត់អាចថ្ងៃនេះបាទឯងឡើងគាត់និយាយមិនលើគាត់ដោះសារមិនអ្នកដែលមិនបានទៅជ្រាបចំកុំចេះតែនិយាយនៅស្ងៀមគាត់ហាមយ៉ាងទៀតណាបណ្ដាសារព័ត៌មានផ្សេងគឺវាក្បាលតាត់តែម្ដងជាពិសេសប៉ុស្តិ៍លេខ3លោកសូរិយុទ្ធទស្សនចិន្តានិងលោកអេក្រានិយាយលេងចេញតែហ្មងឥឡូវខ្ញុំមិនមែនជាទៅឃើញគេខុសឃើញគេហើយទៅជន់ផលិតទេក៏ប៉ុន្តែប្រទេសដែលអួតអាងអច្ឆរិយៈប្រទេសធំមានថវិកាប្រជាជនមានមនុស្សដ៏សំខាន់ធ្លាប់មានបទពិសោធន៍ចាត់ SEA Games រៀបចំ SEA Games មកជាច្រើនហើយមកធ្វើអញ្ចឹងនេះអញ្ចឹងអ្វីដែលយើងចង់លើកឡើងពាក់ព័ន្ធនឹង SEA Games បាទលោកវិចិត្រចង់ដឹងណាស់ថាហេតុផលតើហេតុផលនៅពីក្រោយនៃការរៀបចំ SEA Games មួយនេះលោកដឹងទេហេតុអីបានជារៀបចំតាំងពីដើមក៏ក្រកក្រាក់វេទនារហូតដល់បញ្ចប់តើវាអាចប៉ះពាល់ដល់បញ្ហាសង្គ្រាមដែរទេឬយ៉ាងម៉េចបើតាមលោកគិតខ្ញុំគិតថាសង្គ្រាមវាអត់មានទៅប៉ះពាល់នឹងកីឡាទេអត់ប៉ះពាល់ទេតែខ្ញុំគិតថាមានតែអ្នកបកពួកនិយមតែប៉ុណ្ណោះទេកាលដែលរៀបចំមនុស្សរបស់រដ្ឋាភិបាលចាស់ក៏ប៉ុន្តែដល់ពេលអនុធានឆានវេគូនឡើងជានាយករដ្ឋមន្ត្រីគឺដូរទាំងអស់តែហ្មងខ្ញុំសួរលោកថាដូរភ្លាមឲ្យរៀបចំតន់នេះអ្វីដែលគេធ្វើអ្វីដែលគេរៀបចំហើយដូរភ្លាមមិនន័យថាដូរអ្នកទទួលខុសត្រូវភ្លាមគឺដូរទាំងអស់នយោបាយផ្សេងគ្នារឿងនេះហើយដែលធ្វើឲ្យការរៀបចំ SEA Games នៅប្រទេសថៃលើកនេះពិបាកនឹងទទួលយកបានមិនត្រឹមតែប្រទេសកម្ពុជាយើងទោះបីយើងមិនបានទៅចូលរួមឬក៏ដោយក៏ប៉ុន្តែអ្នកប្រទេសនានានៅក្នុងអាស៊ានដែលទៅចូលរួមគេពិបាកទទួលហើយមិនត្រឹមតែប៉ុណ្ណោះសោតលោកមនីវ័នម្ចាស់ផ្ទះខ្លួនឯងហ្នឹងក៏អាម៉ាស់មុខយ៉ាងខ្លាំងតែម្ដងបាទក្នុងប្រវត្តិសាស្ត្រប្រទេសថៃមិនដែលមានការរៀបចំបណ្ដាការរៀបចំ SEA Games មានការអាម៉ាស់នៅដូចជាលើនេះដូចជាប្រវត្តិសាស្ត្ររបស់លោកមនីវ័នបាទប្រកាសជាអាម៉ាស់ហើយបាទតាំងពីបើករហូតដល់បាត់ដែរបាទហើយរឿងមិនចេះចប់បាទរៀបចំរហូតអញ្ចឹងទៅគឺប្រកាសជាអាម៉ាស់ខ្ញុំគិតថាអាម៉ាស់ខ្លាំងបាទមិនត្រឹមតែអាម៉ាស់រឿងសង្គ្រាមជាមួយខ្មែរទេថែមទាំងអាម៉ាស់នៅក្នុងនោះទៀតក្នុងការរៀបចំហ្គេមSEA Gamesទៀតបាទខ្ញុំគិតថាទស្សនិកជនបងប្អូនកម្ពុជាយើងឬទូទាំងពិភពលោកដែលជួយចិត្តកីឡាឬតាមដានកីឡាគាត់មើលគាត់ដឹងថាការរៀបចំកីឡារបស់ប្រទេសថៃ SEA Games នេះទៅជាយ៉ាងណាបាទអរគុណបាទលោកវិចិត្រមានអីបន្ថែមទេបើអត់មានទេយើងបញ្ចប់ដល់កម្មវិធីនេះបាទខ្ញុំអត់មានអីបន្ថែមទេលោកមនីវ័នគ្រាន់តែថាសូមបងប្អូនយើងទាំងអស់គ្នាcomment ចុចមេដៃម្នាក់មួយមកដើម្បីជាកម្លាំងចិត្តអរគុណបាទលោកវិចិត្រជាថ្មីម្ដងទៀតបាទដែលបានផ្ដល់នៅយោបល់យ៉ាងល្អជាពិសេសគឺបង្ហាញទៅដល់ទស្សនិកជនបានដឹងអំពីព័ត៌មាននៃប្រទេសថៃជាពិសេសព័ត៌មានដែលកំពុងតែក៏ក្រើកខ្លាំង viral ខ្លាំងមែនទែនពាក់ព័ន្ធនឹង SEA Games កន្លងទៅបាទ
ដែលយើងគិតថាវាជារឿងមួយដែលអាម៉ាស់បំផុតរបស់ប្រទេសថៃ បាទ អរគុណទស្សនិកជនបាទដែលបានទស្សនាសម្រាប់ពេលនេះយើងខ្ញុំទាំងពីរនាក់ដល់ពេលវេលាសមគួរហើយបាទសូមគោរពលានិងសូមជម្រាបលា